សម្ដេចតេជោហ៊ុនសែនអញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅព្រះបរមរាជវាំងនៅព្រឹកថ្ងៃសុក្រ10កើតខែកត្តិកឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី31ខែតុលាឆ្នាំ2025សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញដង្ហែសម្ដេចព្រះមហាក្សត្រីនរោត្តមមុនិនាថសីហនុព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងព្រះរាជពិធីចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅព្រះបរមរាជវាំងយាងនិមន្តនិងអញ្ជើញចូលរួមក្នុងព្រះរាជពិធីនេះរួមមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះអង្គម្ចាស់អ្នកអង្គម្ចាស់ឯកឧត្តមជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្របណ្ដាអង្គទូតប្រចាំព្រះរាជាណាចក្រកម្ពុជាថ្នាក់ដឹកនាំសង្ឃទាំងពីរគណៈនិងមន្ត្រីរាជការជាច្រើនរូបទៀតព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជាបានប្រព្រឹត្តទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនានិងបានផ្ដល់នូវការប្រោះព្រំសពសាធុការពរជ័យសិរីបវរថ្លៃថ្លាមហាប្រសើរដល់ទឹកដីព្រះរាជាណាចក្រកម្ពុជាក្រោមម្លប់ព្រះបារមីនៃព្រះករុណាអង្គម្ចាស់ជីវិតលើត្បូងដែលនឹងផ្ដល់នូវសេចក្តីសុខចម្រើនដល់ប្រជារាស្ត្រជាកូនចៅចៅទួតរបស់ព្រះអង្គជារៀងដរាបតរៀងទៅ